កុំធ្វើរឿងទាំងនេះបើមិនចង់បដូរអេក្រង់ laptop ចាសូមជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរបើយន្តតិចកុំព្យូទ័ររបស់យើងគឺធ្វើការផ្លាស់ប្ដូរជាមួយនឹងអេក្រង់ laptop ជូនទៅកាន់អតិថិជនរបស់យើងបន្ថែមទៀតទេអញ្ចឹងយើងក៏សូមចែកម្លែកជាមួយ tip មួយចំនួនជាប្រយោជន៍ទៅកាន់បងប្អូនទាំងអស់គ្នានៅក្នុងការរក្សា laptop របស់យើងរក្សាអេក្រង់ laptop របស់យើងនឹងឲ្យប្រើបានយូរចាអញ្ចឹងសម្រាប់ tip ទី1ចាបងប្អូនទាំងអស់គ្នាគឺកុំដាក់របស់រឹងឬក៏របស់ក្រាស់នៅលើ keyboard ពេលដែលបិទ laptop ចាកុំដាក់លើព្រោះវាអាចសង្កត់បែកអេក្រង់បានចំណុចទី2ចាបងប្អូនកុំលើក laptop ដោយចាប់កាន់តែអេក្រង់ណាបងប្អូនចាព្រោះវាអាចធ្វើឲ្យអេក្រង់របស់យើងហើបឬក៏វាខូចបានចាហើយសម្រាប់ចំណុចទី3បងប្អូនកុំបាញ់ទឹកឬក៏សារធាតុសម្អាតដោយផ្ទាល់លើអេក្រង់ laptop របស់យើងចាបងប្អូនប្រើជាកណាត់ចា microfiber ដើម្បីជួបវាថ្នមចាសម្អាតវិញអញ្ចឹងណាបងប្អូនចាហើយចំណុចទី4គឺបងប្អូនទាំងអស់គ្នាកុំដាក់ laptop ក្នុងកាបូបដែលគ្មានការការពារព្រោះវាអាចប៉ះទង្គិចហើយធ្វើឲ្យអេក្រង់របស់យើងនឹងបែកបានចានេះជា tip សម្រាប់បងប្អូនទាំងអស់គ្នានៅក្នុងការរក្សា laptop របស់យើងរក្សាអេក្រង់របស់យើងហើយបើសិនជាករណីបងប្អូនមានបញ្ហាអេក្រង់ប្រេះបែកស្រាំឬក៏ឆ្កូតខូចនិយាយទៅចាគ្រប់ស៊េរីគ្រប់ model គឺអាចទំនាក់ទំនងមកខាង Beyond Tech Computer របស់យើងដើម្បីធ្វើការផ្លាស់ប្ដូរជូនបានចាខាងយើងនឹងផ្លាស់ប្ដូរជូនបងប្អូនទាំងអស់គ្នាដោយយកចិត្តទុកដាក់ជាមួយនឹងជាងជំនាញមានបទពិសោធន៍ហើយនឹងធានានូវគុណភាពជូនទៅកាន់បងប្អូនទាំងអស់គ្នាចាអរគុណច្រើនជម្រាបលាបងប្អូនទាំងអស់គ្នា